ហេតុអ្វីភាពយន្តខ្មែរយើងមិនតាក់ទាញទស្សនិកជនច្រើននិងមិនអាចប្រជែងនឹងគុនបរទេសបានខាងក្រោមនេះគឺជាសំណេរអត្ថបទនៃការលើកឡើងរបស់បងប្រុសសេងតារាលោកសេងតារាដែលមហាជនកម្ពុជាស្នើតែគ្រប់គ្នាបានស្គាល់គាត់តាមរយៈគាត់គឺជាកំពូលអ្នកពូកែសិក្សាស្រាវជ្រាវរកប្រវត្តិរឿងរ៉ាវស្នាដៃចាស់ថ្មីរបស់វីរៈសិល្បករសិល្បករនីវីរៈកវីនិពន្ធរបស់ខ្មែរយើងយកមកលាតត្រដាងនិងបកស្រាយឲ្យមហាជនខ្មែរយើងបានដឹងយ៉ាងល្មិតដែលអាចនិយាយបានថានៅកម្ពុជាមានតែមួយមិនមានពីរហើយនៅថ្មីនេះលោកបានសរសេរសំណេរមួយលើកឡើងនិយាយអំពីបញ្ហាភាពយន្តនៅកម្ពុជាបង្ហោះនៅលើគណនី Facebook របស់គាត់រៀបរាប់ដូចខាងក្រោមនេះថាហេតុអ្វីភាពយន្តខ្មែរយើងមិនទាក់ទាញទស្សនិកជនច្រើននិងមិនអាចប្រជែងនឹងគុនបរទេសបានមានហេតុផលច្រើនយ៉ាងដូចជាកត្តា 1. សាច់រឿងនិពន្ធមិនល្អ 2. ជួនកាលនិពន្ធល្អហើយតែការដឹកនាំរឿងមានកម្រិត 3. ជួនកាលដឹកនាំល្អដែរតែតួសម្ដែងលេងមិនដន់សម្ដែងឆ្កងរឹងមិនចូលតួ 4. ទីតាំងអន់មិនស៊ីសាច់រឿងទីតាំងដដែលគេស្គាល់សោះមិនប្លែកសោះ 5. ការកាត់តនៅស្ទើរកម្មវិធីកាត់តនៅតាមមិនទាន់សម័យធម្មតាការចំណាយតិចគុណភាពទាបទៅតាមនោះបញ្ហាសាច់រឿងគុនខ្មែរបញ្ហាចោតសំខាន់គឺសាច់រឿងជួនកាលចាងភៀងផលិតកម្មដែលមិនចង់ចំណាយលុយជូនអ្នកនិពន្ធពូកែក៏សរសេរខ្លួនឯងទាំងខ្លួនពុំសូវចេះសរសេរជួនកាលចាងភៀងឲ្យអ្នកដឹកនាំរឿងសរសេរទាំងអ្នកដឹករឿងពុំមានទេពកោសល្យខាងសរសេរដែរថតរឿងប្រវត្តិសាស្ត្រដែលមិនដែលរៀនប្រវត្តិសាស្ត្រមិនស្គាល់ឈ្មោះមហាក្សត្រច្បាស់លាស់មិនដឹងឆ្នាំមិនស្គាល់កសមិនស្គាល់ពសមិនចេះប្រើពាក្យរាជសព្ទក្នុងវាំងមិនដឹងអំពីប្រពៃណីទំនៀមទម្លាប់តាមសម័យកាលនីមួយការប្រើសម្លៀកបំពាក់មិនត្រូវតាមរាជកាលជួនកាលផលិតករខ្ជិលសរសេរចម្លងពីស្នាដៃអ្នកផ្សេងឬចម្លងពីគុនបរទេសព្រោះតារីthamលុយក្នុងការស្វែងរកអ្នកសរសេរអត្ថបទរឿងខ្លាំងបញ្ហាអ្នកដឹកនាំរឿងខ្មែរយើងភាគច្រើនពុំបានឆ្លងការបណ្ដុះបណ្ដាលបច្ចេកទេសដឹកនាំរឿងត្រឹមត្រូវឬពុំយល់ច្បាស់ពីគុនគឺចេះតាមគ្នាចេះតាមការមើលរឿងពីមុនមើលរឿងថៃរឿងចិនរឿង Hollywood ឬរឿងកូរ៉េរួចយកមកច្នៃរៀនដឹកតាមការនឹកឃើញផ្ទាល់ខ្លួនខណៈបរិស្ថានជីវភាពភូមិសាស្ត្រទីតាំងបរិយាកាសរដូវកាលណាមួយខុសគ្នាស្រឡះគឺលៃទៅតាមស្ថានភាពក្នុងស្រុកតែសាច់រឿងជួនកាលដកស្រង់ចម្លងពីបរទេសឯណោះជួនកាលគ្រប់ផលិតកម្មសម្រុកថត